និយាយទៅអ្នកនរគ្នាខ្ញុំសូមបញ្ចេញយោបល់បន្តិចដោយសារតែឃើញគេប្រៀបធៀបនេះជាមួយនឹងមួយនេះចឹងខ្ញុំចង់និយាយថាក្នុងនាមខ្ញុំជាអ្នករស់ស៊ីម្នាក់ដែរការប្រៀបធៀបអីវ៉ាន់គឺយើងអត់អាចគ្រាន់តែប្រៀបធៀបថាផលិតផលក្នុងស្រុកនិងផលិតផលផ្ទះលេខ2ហ្នឹងមិនក៏ផលិតផលស្រុកយើងថ្លៃម៉េចមិនក៏ផលិតផលផ្ទះលេខ2គេធ្វើបានថោកជាងគេចង់ធ្វើតម្លៃប៉ុន្មានក៏បានដែរអ្នកនរគ្នាផលិតផលរងថ្ងៃថោកតាមថោកថ្លៃតាមថ្លៃមធ្យមតាមមធ្យមតើយើងអ្នកបង្កើតអ្នកផលិតនឹងយើងចង់បែបម៉េចបើយើងចង់បានល្អយើងប្រកាសជាផលិតមកវាប្រកាសជាមានតម្លៃរបស់វាមួយហើយបើយើងធ្វើឲ្យតែបានអាហ្នឹងគឺតម្លៃតាមយើងចង់បានប្រហែលក៏គេធ្វើឲ្យបានដែរអញ្ចឹងណាហើយបើតាមតែកោប្រាក់គាត់និយាយមួយហ្នឹងគឺផ្សំមកពីអំបិលហុយម៉ាឡាយ៉ាបើសិនជាផ្សំពីអំបិលហុយម៉ាឡាយ៉ាគឺវាប្រកាសជាតម្លៃវាប្រកាសជាមានតម្លៃមួយពិតប្រកបដែរថាវាមិនអាចធូរថ្លៃបានទេវាប្រកាសជាមួយជុំទៅរៀងខ្ពស់ហើយបើមួយនេះចង់និយាយថាយើងធ្លាប់ដឹងហើយ6 7000អាដបធំរបស់វាអញ្ចឹងណាតែខ្ញុំឈប់ដោះយូរហើយអ្នកខ្ញុំដោះវាអត់ដូចវាអត់ជ្រះហើយដូចវាកាត់ចាញ់កាត់អីចឹងខ្ញុំអត់ដែរប្រើទេមិនតាមពីយើងមានរឿងមួយគេណាគឺខ្ញុំអត់ដែរប្រើយូរហើយបើមួយនេះតែ113ក្រាមទេនេះតែថ្មិញណែនាំឲ្យប្រើចង់10ឆ្នាំហើយអ្នកគ្នា$3-10តែវាអញ្ចឹងដែរអ្នកគ្នាវាមានស្តង់ដារវាមានគុណភាពវាមានសមត្ថភាពនៅក្នុងការប្រើប្រាស់វាអត់ប៉ះពាល់អញ្ចឹងវាអត់ប៉ះពាល់អីវាមានគីមីខាច់នេះក្រោយទៅយើងប្រើទៅវាមានបញ្ហាអីផ្សេងៗដល់សុខភាពយើងអីចឹងណាហើយសមាមាត្រនៃសារធាតុផ្សំដែលគេ balance ពពុះ fluoride ឬក៏ technology របស់គេហ្នឹងគឺវាផ្សេង that's why វាថ្លៃចង់និយាយចឹងហើយយើងប្រើទៅវាល្អរបស់គេមែនវាដូចថាក្លិនដឹងតែអត់ហើយមួយទៀតគឺអត់ពុកថ្មិញអញ្ចឹងនិយាយថាយើងប្រើរាល់ឆ្នាំ check up ទៅថ្មិញយើងវាអត់ពុកណាអ្នកគ្នាតែខ្ញុំគិតថាហ្នឹងវាជាតម្លៃរបស់ផលិតផលវាអាស្រ័យលើគុណភាពសុវត្ថិភាពរបស់វាអញ្ចឹងមិនមែនដោយសារធ្វើឲ្យតែបានវាអត់ដូចគ្នាទេហានេះនៅ pharmacy មានលក់អ្នកនរគ្នាឆ្លៀបប្រម៉ូទទៀត